ចាសសូមជម្រាបសួរប្រិយមិត្តចាថ្ងៃនេះនាងខ្ញុំនឹងមកចាបង្ហាញពីប្រវត្តិខ្លះៗរបស់ព្រះបដិមាព្រះរាមចាព្រះបដិមាព្រះរាមគេបានរកឃើញនៅប្រាសាទចិនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺរូបព្រះបដិមាអង្គនេះបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញនៅឆ្នាំ2016ព្រះរាមគឺជាអវតារដ៏សំខាន់មួយក្នុងចំណោមអវតារសំខាន់ទាំង10របស់ព្រះវិស្ណុព្រះអង្គព្រះរាមគឺនិយាយនៅក្នុងរឿងរាមាចនៈដែលមានកត់ត្រានៅក្នុងគម្ពីរបុរាណជាច្រើននៅក្នុងលទ្ធិវៃស្នែងវរនិយមរាមាចនៈរបស់ឥណ្ឌានេះបានហូរចូលមកក្នុងសង្គមខ្មែរតាំងពីមុនសម័យអង្គរមកម្លេះតួយ៉ាងដូចមាននិយាយនៅក្នុងសិលាចារឹកវាលកន្ទេល K359 និងមានភស្តុតាងនៅតាមប្រាសាទឥដ្ឋយាយព័ន្ធនិងតំបន់ប្រាសាទសម្បូរព្រៃគុកជាដើមដោយឡែកចំពោះព្រះបដិមាព្រះរាមវិញគេបានប្រទះឃើញតែពីររូបប៉ុណ្ណោះនៅក្នុងសិល្បៈខ្មែរនាសម័យបុរាណដែលបដិមាមួយរកឃើញនៅលើភ្នំដាស្រុកអង្គរបូរីខេត្តតាកែវនិងព្រះបដិមាមួយទៀតបានរកឃើញនៅប្រាសាទចិនតំបន់កោះកេរខេត្តព្រះវិហារចានាងខ្ញុំនឹងរៀបរាប់អំពីព្រះបដិមាព្រះរាមដែលបានរកឃើញនៅប្រាសាទចិនព្រះបដិមាព្រះរាមដែលជាសិល្បៈរចនាបថប្រាសាទកោះកេរនាសតវត្សទី10នៃគ្រិស្តសករាជតើព្រះបដិមាមានប្រវត្តិនិងលក្ខណៈបែបណាខ្លះព្រះបដិមាព្រះរាមនេះតម្កល់នៅតួប៉មខ្លោងទ្វារខាងកើតនៃប្រាសាទចិនបដិមានេះសោតសិល្បករបុរាណបានតម្កល់ឲ្យនៅក្នុងក្រុមចំណោមរូបបដិមាជាច្រើនផ្សេងទៀតដែលជាតួអង្គសំខាន់នៅក្នុងរឿងរាមាចនៈដូចជាព្រះលក្សណ៍ហនុមានពាលីនិងសុគ្រីតពោលគឺនៅខ្លោងទ្វារខាងលិចគេតម្កល់រូបបដិមាចំនួន9អង្គដែលសុទ្ធសឹងជាតួអង្គសំខាន់នៅក្នុងរឿងមហាភារតៈចំណែកតួប៉មកណ្ដាលនៃប្រាសាទគេតម្កល់រូបបដិមាព្រះវិស្ណុរូបភាពជាទេពដែលមានព្រះនាមថាស្រីបតីនៅក្នុងឆ្នាំ1972ជនទុច្ចរិតបានលួចរូបបដិមាព្រះរាមនិងបដិមាមួយចំនួនទៀតចេញពីទីតាំងដើមយកទៅលក់ឲ្យឈ្មួញបរទេសនៅមុនឆ្នាំ1986រូបបដិមាព្រះរាមមកពីប្រាសាទចិនបានដាក់តាំងបង្ហាញនៅវិចិត្រសាលមួយកន្លែងដែលមានឈ្មោះថា Do River Gallery ដែលជាទីតាំងដែលស្ថិតនៅក្រុងញូវយ៉កសហរដ្ឋអាមេរិកមកដល់ឆ្នាំ1986បដិមានេះគេបានលក់ចេញទៅឲ្យសារមន្ទីរក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិកដែលមានឈ្មោះថាសារមន្ទីរ Denver Art Museum ជាង30ឆ្នាំក្រោយមកក្នុងឆ្នាំ2016ក្រុមការងារនៅក្នុងសារមន្ទីរ Denver Art Museum ក៏បានសម្រេចប្រគល់រូបព្រះបដិមាព្រះរាមត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្រោយពីមានការសិក្សាស្រាវជ្រាវរកប្រភពដើមយ៉ាងជាក់លាក់និងប្រគល់បដិមាមកត្រឹមដងខ្លួនចុះមកក្រោមតែប៉ុណ្ណោះដោយព្រះសិរៈបានបាត់បង់ហើយចំណែកឯធ្នូ
និងជើងទម្រនៅជាប់ជាមួយកជើងគេបានរកឃើញនៅទីតាំងដើមដូច្នេះហើយអ្នកជំនាញនៅសារមន្ទីរជាតិបានធ្វើការជួសជុលភ្ជាប់ជើងនិងធ្នូជាមួយទេវរូបដែលបានយកមកដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលរបស់សារមន្ទីរគួរកត់សម្គាល់ផងដែរថារូបបដិមានេះក៏មានភាពខុសគ្នាពីរូបបដិមាផ្សេងទៀតដែលរកឃើញនៅប្រាសាទចិនដែរពោលគឺសិល្បករបានកសាងឡើងពីថ្មភក់មួយដុំធំភ្ជាប់គ្នាជាមួយជើងទម្រហើយបដិមាគឺមានទំហំធំកម្ពស់ខ្ពស់បដិមានេះសាងឡើងនៅក្នុងទម្រង់ឈរដែលមានជំហរត្រង់ដោយមានព្រះហស្ថឆ្វេងកាន់ដងធ្នូនិងព្រះហស្ថស្ដាំមិនដឹងថាកាន់អ្វីឡើយហើយលម្អដោយគ្រឿងក្បាច់ផ្សេងក្នុងទម្រង់ជាគ្រឿងអលង្ការនៅផ្នែកក្រោយខ្នងនៃព្រះបដិមាព្រះរាមសិល្បករឆ្លាក់ជាបំពង់ដាក់គ្រាប់ព្រួញមកជាមួយចំណែកឯសម្ពុតរូបបដិមាព្រះរាមវិញមានទម្រង់ដូចទៅនឹងរូបព្រះបដិមាផ្សេងទៀតនៅក្នុងរចនាបថកោះកេរដែរពោលគឺសម្ពុតខ្លីមានភ្លីច្រើនមានជាយធំមួយទម្លាក់មកបាំងខ្សែក្រវ៉ាត់ផ្នែកចង្កេះខាងមុខនឹងមានជាយ2ជាន់ធ្លាក់មកមានរាងដូចជាកន្ទុយត្រីដែលខាងក្នុងវែងជាងខាងក្រៅការទម្លាក់ជាយរាងដូចកន្ទុយត្រីបែបនេះគេធ្លាប់ឃើញនៅក្នុងរចនាបថបាខែងនៅក្នុងសតវត្សទី9ដែរប៉ុន្តែខុសគ្នាត្រង់រចនាបថបាខែងជាយខាងក្រៅវែងជាងជាយខាងក្នុងបដិមាព្រះរាមរកឃើញនៅប្រាសាទចិននេះមើលទៅមានលក្ខណៈខុសពីរូបបដិមាព្រះរាមដែលគេរកឃើញនៅប្រាសាទភ្នំដាជាច្រើនចំណុចគួរឲ្យកត់សម្គាល់ជាពិសេសនៅត្រង់ថារូបបដិមាព្រះរាមរចនាបថភ្នំដាមានកាច់ចង្កេះខ្លាំងចំណែកព្រះបដិមាព្រះរាមដែលរកឃើញនៅប្រាសាទចិនដែលស្ថិតនៅក្នុងរចនាបថកោះកេរមានជំហរត្រង់ម្យ៉ាងវិញទៀតជើងទម្រសម្ពុតនិងជើងទម្រក៏មានដូចគ្នាដែរលើសពីនេះទៅទៀតបើយើងមើលទៅលើទំហំខ្លួននៃព្រះបដិមាក៏មានចំណុចខុសគ្នាឆ្ងាយដែរត្បិតជាទូទៅសិល្បៈនៅក្នុងរចនាបថកោះកេរច្រើនតែផលិតមានរូបរាងធំជារួមមកបដិមាព្រះរាមដែលរកឃើញនៅប្រាសាទចិនអាចចាត់ទុកថាគឺជាសិល្បៈដ៏កម្រមួយហើយមានលក្ខណៈល្អឯកត្បិតចម្លាក់ព្រះរាមមានច្រើនណាស់តែរូបបដិមាព្រះរាមមានតែ2ប៉ុណ្ណោះនៅក្នុងសិល្បៈខ្មែរលក្ខណៈទូទៅมันខុសពីរូបបដិមាផ្សេងទៀតដែលរកឃើញនៅប្រាសាទចិននោះទេចា៎បងប្អូនវីដេអូដែលនាងខ្ញុំបង្ហាញពីប្រវត្តិរបស់ព្រះបដិមាព្រះរាមចាក៏បានមកដល់ទីបញ្ចប់ដែរចាអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា